តនៅក្នុងមូលដ្ឋានគ្រឹះគីមីដើម្បីរៀនឲ្យឆាប់ចេះគឺយើងត្រូវដឹងអំពីឈ្មោះធាតុគីមីជាមួយនឹងមិត្តសញ្ញារបស់វាបន្ថែមពីនោះក៏យើងត្រូវដឹងពីប្លង់ក៏ដូចជា radical អីផ្សេងៗប៉ុន្តែថ្ងៃនេះអ្នកគ្រូលើកយកមកតែពីរចំណុចទៀតគឺឈ្មោះធាតុគីមីជាមួយនឹងមិត្តសញ្ញាយើងមើលឧទាហរណ៍ដូច sodium នេះយើងស្គាល់ឈ្មោះវាអញ្ចឹងមិត្តសញ្ញាវាអីគេគឺ Na ចឹងមក magnesium គឺ Mc ប្រាក់គឺ Ag aluminium គឺ Al potassium គឺកាជាមួយនឹងដែកគឺ Fe តោះមកផ្នែកទៀតនេះអ្នកគ្រូទុកជា homework សម្រាប់គ្នាយើងរៀនធ្វើដូចជាអ្នកគ្រូមានឈ្មោះធាតុគីមីស្រង់ចូលអញ្ចឹងមកតែនិមិត្តសញ្ញារបស់វានឹងមិនវិញហើយបើអ្នកគ្រូមាននិមិត្តសញ្ញា ZN តែឈ្មោះវាជាអីគេអញ្ចឹងយើងរៀនធ្វើទាំងអស់ហ្នឹងមកហើយកុំភ្លេច comment ចម្លើយនៅខាងក្រោមវីដេអូរបស់អ្នកគ្រូផងអរគុណជំរាបលា